បន្ទាប់ពីសិក្សាមេរៀននេះចប់និស្សិតមានសមត្ថភាពកំណត់បាននិយមន័យផលិតផលក្នុងស្រុកសរុបផលិតផលជាតិសរុបក៏ដូចជានិស្សិតមានសមត្ថភាពនៅក្នុងការគណនាទៅលើផលិតផលជាតិក៏ដូចជាផលិតផលនៅក្នុងស្រុកសរុបហើយនិស្សិតក៏អាចបញ្យល់បានអំពីទំនាក់ទំនងរវាង GDP ហើយនិង GNP ផងដែរមិនតែប៉ុណ្ណោះការទំនាក់ទំនងរវាង GDP GNP NI ឬក៏ DI វាជាចំណូលមួយដែលធ្វើការគណនាឈានទៅរកការគណនា GDP សរុបចុងក្រោយរបស់ប្រទេសហើយនៅក្នុងនោះផងដែរគឺការគណនារកអំពីសេដ្ឋកិច្ចថាតើប្រទេសមួយនឹងសេដ្ឋកិច្ចកើនប្រមាណភាគរយឬក៏ថយចុះប្រមាណភាគរយនោះមធ្យោបាយគឺយើងមានវិធីសាស្ត្រគណនាតាមរូបមន្តគឺការគណនា GDP